លើមេឃាដ៏សែនខ្ពស់សន្លឹមមានក្រុមផ្កាយជាច្រើនរះដេដាស់ចែងចាំងបំភ្លឺរាត្រីហើយក្នុងចំណោមផ្កាយទាំងនោះមានផ្កាយមួយក្រុមមានឈ្មោះថាផ្កាយកាបោយទឹកនាងមានរឿងដំណាលថាតគ្នាទៅកាលពីព្រេងនាយពិភពលោកទាំងមូលបានជួបប្រទះនឹងគ្រោះរាំងស្ងួតហួតហែងខ្លាំងស្ទើរតែងាប់អស់មនុស្សនិងសត្វសុទ្ធតែគ្មានទឹកផឹកហើយត្រូវស្លាប់ជាបន្តបន្ទាប់និយាយដល់គ្រួសារកសិករដ៏ក្រីក្រមួយដែលរស់នៅតែ2នាក់ម្ដាយនិងកូនស្រីក្រោយមកនាងទៅម្ដាយនិងកូនស្រីដោយសារគ្រោះរាំងស្ងួតទើបបណ្ដាលឲ្យម្ដាយរបស់នាងធ្លាក់ខ្លួនឈឺជាទម្ងន់ព្រោះតែគ្មានទឹកផឹកមួយដំណក់សោះក្រោយមកនាងតូចក៏សម្រេចចិត្តចេញទៅរកទឹកឲ្យម្ដាយដោយកាន់កាបោយទឹកដ៏កញ្ចាស់មួយតាមខ្លួននាងចេះតែដើរឆ្ងាយទៅឯខ្លួនតូចកម្លាំងខ្សោយណាមួយនឿយហត់អស់កម្លាំងក៏ដេកដួលសន្លប់នៅកណ្ដាលវាលស្មៅដ៏ធំល្វឹងល្វើយពេលនោះទៅនាងបើកភ្នែកឡើងសន្សឹមដៃប្រឹងស្រវេស្រវារកកាបោយទឹករបស់ខ្លួននឹងប្រុងបន្តដំណើរទៅមុខទៀតស្រាប់តែមានអពូតហេតុមួយកើតឡើងនៅក្នុងកាបោយទឹកមានទឹកថ្លាឆ្វេងពេញព្រាបដែលស្ទើរតែមិនគួរឲ្យជឿប៉ុន្តែដោយសារហេវហត់អស់កម្លាំងពេកនាងតូចក៏សម្រេចចិត្តមិនបានគិតអ្វីច្រើននោះដែរនាងក៏លើកកាបោយទឹកនោះឡើងមកបំរុងនឹងផឹកតាមការស្រែកឃ្លានរបស់ខ្លួនព្រះអើយយើងត្រូវយកទឹកនោះទៅឲ្យម៉ែពិសាសិនពលរួចនាងក៏ប្រឹងងើបឡើងទាំងរាងកាយទន់ល្វិតល្វើយគ្មានកម្លាំងកំហែងគ្រានោះស្រាប់តែមានឆ្កែធំមួយមកអង្គុយចំពីមុខផ្លូវរបស់នាងពេលនោះស្រីតូចទប់ចំហៀនខ្លួនមិនជាប់ក៏ភ្លាត់ជើងដួលព្រុសនៅលើដីហើយក៏របូតកាបោយទឹកនាងខំប្រវេប្រវាក្រោកឡើងបណ្ដាស្ទុះទៅរកទឹកមួយកាបោយនាងកាន់កាបោយនោះព្រោះតែខ្លាចកំពប់អស់នាងខានបានយកទៅឲ្យម្ដាយប៉ុន្តែសំណាងល្អទឹកនៅក្នុងកាបោយនៅដដែលនាងកាន់កាបោយទឹកឡើងដោយក្តីត្រេកអររួចបំរុងនឹងដើរចេញទៅតែហាក់ដូចជាមិនអស់ចិត្តនឹងឆ្កែកំសិតដែលអង្គុយសម្លឹងមើលមុខនាង
លើកនេះអពុទ្ធហេតុក៏កើតឡើងជាលើកទី2ការបោចទឹកក៏ប្រែคล้ายជាការបោចទឹកប្រាក់មួយរំពេចប៉ុន្តែនាងតូចពុំបានខ្វល់អ្វីច្រើនទេនាងគិតតែខំធ្វើដំណើរត្រឡប់ទៅរកម្ដាយរបស់ខ្លួនវិញពេលនោះម៉ែលេងស្រែកទឹកហៅកូនផឹកចុះនៅពេលឃើញម្ដាយមានកម្លាំងស្រស់បោះឡើងវិញហើយនោះនាងក៏ធូរស្បើយក្នុងចិត្តកម្រិតហើយក៏លើកការបោចទឹកឡើងបំរុងនឹងផឹកស្រាប់តែចាស់ម្នាក់នោះមកសុំទឹកពីស្រីតូចផឹកដោយសេចក្តីស្រែកឃ្លានជាខ្លាំងទោះជាពេលនេះនាងស្រែកទឹកខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែដោយសារក្តីអាណិតនាងក៏ហុចការបោចទឹកនោះឲ្យទៅគាត់តែកែវភ្នែកទាំងគូរបស់នាងនៅតែផ្ដោតជាប់នឹងទឹកមួយកាបោចជានិច្ចគ្រានោះស្រាប់តែធ្លាក់គ្រាប់ពេជ្រធំចំនួន7គ្រាប់ចេញពីកាបោចទឹកមួយនោះហើយស្រាប់តែបាញ់ទឹកស្រោចឈូពីក្នុងកាបោចរហូតដូចទឹកភ្លៀងមនុស្សម្នាភូមិនោះគ្នាស្រែកឡើងដោយក្តីត្រេកអរម្នាក់រត់ប្រសុំដៅមករកទឹកផឹកមួយចំអែកគ្រប់គ្នាតាមបាត់បុរសចំណាក់នោះគឺជាទេវតាដែលចុះមកពីឋានសួគ៌ដើម្បីធ្វើការសាកល្បងក្មេងស្រីដែលមានចិត្តសប្បុរសទើបក្រោយមកទ្រង់ប្រគល់គ្រាប់ពេជ្រ7គ្រាប់នោះឲ្យនាងលុះក្រោយមកគ្រាប់ពេជ្រទាំង7គ្រាប់ក៏คล้ายជាផ្កាយតម្រៀបគ្នាយ៉ាងរាងកាបោចទឹកនៅលើមេឃាបញ្ចេញរស្មីយ៉ាងត្រចះត្រចង់នាពេលរាត្រីមនុស្សដែលមានគុណធម៌និងទឹកចិត្តសប្បុរសតែងតែធ្វើឲ្យទេវតារំភើបចិត្តជានិច្ច